បាទសូមគោរពនឹងជម្រាបសួរពុកម៉ែបងប្អូនជាទីគោរពយើងឃើញថាសង្គ្រាមកាន់តែអូសបន្លាយពេលហើយសង្គ្រាមរវាងអ៊ីរ៉ង់ជាមួយនឹងអ៊ីស្រាអែលអាមេរិកអស់លុយរាប់ពាន់ម៉ឺនលានដុល្លារហើយឥឡូវនេះហេតុអីបានដូច្នោះពីព្រោះថាយើងដឹងស្រាប់ហើយថាមកដល់រយៈពេលប្រហែលជា2សប្តាហ៍ហើយបើយើងគិតតាំងពីថ្ងៃទី28កុម្ភៈរហូតមកទល់ថ្ងៃនេះជិត2សប្តាហ៍ហើយខ្វះតែមួយថ្ងៃទៀត2សប្តាហ៍ប៉ុន្តែសួរថាអាមេរិកអស់ប្រមាណពាន់ម៉ឺនលានដុល្លារហើយនឹងបណ្ដាប្រទេសជាច្រើនដែលពាត់គ្នារួមដៃគ្នាច្បាំងជាមួយនឹងអ៊ីរ៉ង់យើងគិតមើលទៅថាមានប្រមាណប្រទេសហើយឥឡូវនេះទៀតហ្នឹងបន្ទាប់ពីអាមេរិកនេះឈឺក្បាលរឿងថវិការាប់ពាន់ម៉ឺនលានដុល្លារដែលត្រូវចំណាយយើងគិតមើលថាអាមេរិកត្រៀម7,000លានក្នុងការដែលវាយប្រហារមកលើអ៊ីរ៉ង់តែគ្រាន់តែ3ថ្ងៃដំបូងអស់ជាង3,000លានបាត់ហើយអញ្ចឹងសប្តាហ៍ទី1ហ្នឹងអស់ចូល7,000លានហើយឥឡូវមកជិត2សប្តាហ៍ហើយអញ្ចឹងចូល10000លានដុល្លារអាមេរិកហើយអញ្ចឹងអាមេរិកចាប់ដើមឈឺក្បាលបដាបដាអ៊ីរ៉ង់ពិតជាមានយុទ្ធសាស្ត្រក្នុងការដែលទប់ស្កាត់នឹងគេហៅថាធ្វើសង្គ្រាមរយៈពេលអូសវេលាឬអូសពេលវេលាឲ្យកាន់តែឈឺក្បាលឥឡូវនេះគេឃើញថាប្រទេសកាលមុនតែប្រមាណ14ប្រទេសទេដែលចូលរួមប៉ុន្តែឥឡូវអឺរ៉ុបចូលរួមហើយហេតុអីបានខ្ញុំថាអឺរ៉ុបចូលរួមទោះបីជាប្រទេសនៅក្នុងអឺរ៉ុបទាំងអស់មិនបានចូលរួមក៏ពិតប៉ុន្តែប្រទេសមួយចំនួនចូលរួមហើយនៅអឺរ៉ុបដូចជាក្រិចបារាំងអ៊ីតាលីអង់គ្លេសអេស្ប៉ាញមកហូហែធ្វើលានដ្ឋានឲ្យលានដ្ឋានរបស់ខ្លួនសម្រាប់អាមេរិកក្នុងការដែលបញ្ជាសឹកសង្គ្រាមនិងក្នុងការដែលបញ្ជូននាវាដូចជាអង់គ្លេសដូចជាបារាំងអីក្នុងការដែលបញ្ជូននាវាហើយមិនថែមតែប៉ុណ្្នឹងទេប្រទេសអូស្ត្រាលីចូលរួមដែរអូស្ត្រាលីចូលរួមកាលពីថ្ងៃទី11កន្លងទៅអញ្ចឹងអូស្ត្រាលីចូលរួមមាន